យន្តហោះ F16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងដួងបណ្ដាឲ្យមានមនុស្សរងរបួសចំនួន2នាក់នៃកងកម្លាំងយោធាថៃបន្តឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជានៅព្រឹកថ្ងៃទី18ខែធ្នូនេះដោយប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក3គ្រាប់មកលើឃ្លាំងមួយកន្លែងនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់អុកញ៉ាវងដួងដែលបណ្ដាឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសធ្ងន់ស្រាល2នាក់នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនៅរសៀលថ្ងៃប្រហ័សនេះថានាព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបណ្ដាឲ្យខូចខាតអគារមួយខ្នងដំបូងឃ្លាំងអុកញ៉ាវងដួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាលចំនួន2នាក់ដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី12ដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទឆបាញ់និងសេចក្តីសង្កេតកថារួមស្តីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នៅថ្ងៃទី18ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រភ្នំខ្មោចវេលាម៉ោង 9:51 នាទីនិងម៉ោង 17 នាទីយោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែកខេត្តព្រះវិហារ